ត្រីគិតថាអ្នកណាគេធ្វើអីហ្នឹងរបែចូលក្នុងបន្ទប់ហើយនិយាយថាមីជ្រូសួតឲ្យអញតែបងនេះចង់លំបាត់ការសេតឲ្យការមួយទឹកអេត្រីគិតក្នុងចិត្តថារបែមានរឿងអីនៅក្នុងបន្ទប់ទាំងម៉េចមិននិយាយទេថាសើតែត្រូវគេតាមតាន់ហើយថ្ងៃនេះបើគិតទៅភ័យតដាលេលើកមុនក៏មានរឿងស្រដៀងគ្នាចឹងដែររបែបាននិយាយថាអ្នកប្រំភ័យខ្ញុំហើយខ្ញុំទៅតែងូតទឹកមិញហ្នឹងអ្នកប្រចេញទៅសិនទៅចាំតិចទៀតខ្ញុំទៅតាមក្រោយអេត្រីនិយាយក្នុងចិត្តថាក្រណាត់ខ្ញុំត្រូវប្រុងប្រយ័ត្នជាងនេះថ្ងៃក្រោយខ្ញុំប្រហែលត្រូវងើបឲ្យលឿនងូតទឹកឲ្យមើលទៅបើគិតទៅរបែជាមនុស្សដែលគិតអីល្អណាស់តែគេមិនមានស្លាកស្នាមមិនចង់ឲ្យគេឃើញរបែក៏និយាយសួស្ដីទៅកាន់អ្នកប្ររបស់គេបានសួរទៀតថាតែអេត្រីចង់ចេញក្រៅដែរទេថ្ងៃនេះគេក៏និយាយថានឹងទៅរបែរៀបទៅសួរទៀតហើយតែត្រូវអេត្រីគប់មួយខ្លាំងកណ្ដាលមកឡើយមកមើលអង្គរៈដែលទទួលបញ្ជាពីលោកជំទាវវិញគេកំពុងសុំអភ័យទោសនាងមិននិយាយគេប្រាប់ទៀតថាការងារបរាជ័យហើយពេលដំណើរកំសាន្តចេញដំណើរលោកជំទាវបានហៅគេទៅជួបហើយបានឲ្យការងារគេពីរដើម្បីបំពេញលោកជំទាវនិយាយថាបានតែប្រទៅខ្លះជាម្ចាស់លេខខំចឹងលេខខំនឹងបាត់បង់អ្វីគ្រប់យ៉ាងដែលខំសឹងកន្លងមកចឹងហើយការងារទី1ធ្វើឲ្យមេបញ្ជាការគិតថាអ្នកប្រុសតើមិនចូលចិត្តលោកជំទាវរីកាទៅមេបញ្ជាការថាគេស្នើសុំឲ្យសម្រាប់លោកជំទាវដល់ចំណាយប្រាក់ជាច្រើនជាមួយនឹងហត្ថលេខាខ្លាំងៗរបស់អេត្រីដេខាមគេគិតថាទោះបីអញ្ចឹងក៏ដោយតែវាមិនបំពេញកាតព្វកិច្ចនិងសិលធម៌ទេនេះមិននិយាយថាអញ្ចឹងខ្ញុំទុកចិត្តលើលោកហើយគេក៏ទទួលបញ្ជានេះតែផាន់ការបាត់ជាមិនដំណើរការទៅវិញរ៉ូបេតក៏បានហៅគេគិតខឹងចិត្តថាទៀតហើយអញដោយសារតែរ៉ូបេតនៅជាប់គេស្អិតដូចតកាអញ្ចឹងសួររ៉ូបេតថាតើមានអ្វីចង់និយាយជាមួយគេមែនតែរ៉ូបេតនិយាយថាអត់មានទេគេនិយាយថាមិនក៏ឯងទៅស្វាគមន៍យើងម្ល៉េះរ៉ូបេតនិយាយថាមកពីបងសង្ហាហ្នឹងគេនិយាយអរគុណរ៉ូបេតនិយាយថាពេលនេះតែពីរអ្នកបងឯងខ្ញុំអាចហើយបងឯងបានអត់គេក៏និយាយថាបានតាអូលោកអ្នកជីសេះមិនឲ្យតែឃើញខ្ញុំត្រង់ស្រន់អញ្ចឹងធ្វើខ្លួនដូចមនុស្សថោកទាបដែលចង់ធ្វើឲ្យអ្នកប្រុសមានគ្រោះថ្នាក់អញ្ចឹងម្លេះទេខ្ញុំនិយាយលេងទេអង្គរៈដែលលយហើយសង្ហាដូចបងអញ្ចឹងមិននឹងអាចធ្វើរឿងអសិលធម៌អញ្ចឹងបានទៅយ៉ាងហើយកុំថាឡើយអ្នកប្រុសសូម្បីអ្នកបម្រើរបស់គេខ្ញុំមិនអាចមើលចំផងវាធ្វើឲ្យខ្ញុំមិនអាចបំពេញការងារដែលលោកជំទាវប្រើបានទេបេសកកម្មទៅជារលីអស់នាងមិនឲ្យគេក្រោកឡើងនាងនិយាយថាលោកមិនចាំបាច់បន្ទោសខ្លួនឯងទេលោកអារីហ្វាន់បើលោកឲ្យសម្បត្តិនោះទៅផ្លូវវែននោះវានឹងមានបញ្ហាព្រោះជីកូនអ្នកអង្គញាទាំងមូលបើជាមិនចេះសរសេរក្រៅពីឈ្មោះខ្លួនឯងមនុស្សគ្រប់គ្នានឹងវាតម្លៃវាជារឿងរញ៉េរញ៉ៃកំឡុងពេលដំណើរកំសត់បែននិយាយថាអ្នកប្រុសអាចយកកំបិតស្នីនេះបានអត់អេត្រីឆ្ងល់ហើយល្វើរកបានឲ្យកំបិតស្នីមកគេរកបាននិយាយថាបើយកតាមទំនៀមទម្លាប់គ្រួសារលេខាមពួកគេតែប្រើកំបិតឆ្លាក់ឈ្មោះខ្លួនឯងនៅលើថ្មហើយឥឡូវហ្នឹងមានថ្មមួយដែរអ្នកប្រុសគួរតែសាក់លបងតិចទៅគេក៏បានឆ្លាក់ឈ្មោះខ្លួនឯងនៅលើថ្មរបែសួរថាអ្នកប្រុសចោះត្រកូលនោះរបែក៏ស្រែកថាតើឯងទេថាអ្នកប្រុសអត់ចេះសរសេរត្រកូលខ្លួនឯងរួចមិនខ្ញុំសូមអភ័យទោសផងអ្នកប្រុសអេត្រីអត់ចេះអីសោះតែម្ដងហើយគ្រប់គ្នាក៏បានឃើញដែរអញ្ចឹងបើសិនជាសម្បត្តិនោះត្រូវផ្សព្វផ្សាយក៏អត់មានអ្នកជឿដែរនេះនិយាយទៀតថាហើយចំណែករឿងឈើច្រត់នោះវិញមិនអីទេយ៉ាងណាក៏ដោយវាជាកំហុសរបស់ខ្ញុំក្មេងណាស់នឹងខ្លាចជាអ្នកប្រុសតូចដែលក្ររហាមអត់លុយទិញឈើច្រត់មកវិញលោកផ្លូវវែនដឹងតែទៅចិត្តរឿងហ្នឹងហើយអញ្ចឹងលើកខ្លាចខ្ញុំគួរតែយកចិត្តទុកដាក់ជាងនេះមែនអត់ហើយយកចិត្តទុកដាក់ជាមួយអ្នកបម្រើឈ្មោះរស់បាននោះបន្ថែមទៀតនេះសម្រាប់អ្នកចង់ឧបត្ថម្ភ